វាជាវិស្មការរដូវក្តៅហើយខ្ញុំបានចំណាយពេលមួយសប្តាហ៍នៅឯមិត្តល្អបំផុតរបស់ខ្ញុំផ្ទះល្វែងរបស់ Thomas យើងកំពុងធ្វើអ្វីដែលយើងតែងតែធ្វើលេងហ្គេមវីដេអូមើល YouTube និងធ្វើការប្រកួតប្រជែងឆោតល្ងង់នៅម៉ោង 2 ព្រឹកគ្រាន់តែភាពវឹកវរវិស្មការធម្មតាគឺម៉ោង 2 ទៀបភ្លឺពេលខ្ញុំក្រោកពីដំណេកព្រោះខ្ញុំស្រេកទឹកផ្ទះល្វែងងឹតហើយស្ងាត់ខ្ញុំបានដើរចូលទៅក្នុងផ្ទះបាយចាក់ទឹកខ្លួនឯងមួយកែវហើយឈប់មួយភ្លែតមានអារម្មណ៍ខុសស្ទើរតែមិនគិតខ្ញុំបានក្រឡេកមើលបង្អួចផ្ទះបាយអាផាតមិនស្ថិតនៅជាន់ទី 2 នៃផូការកសាងគ្រួសារហើយបន្ទាប់មកខ្ញុំបានឃើញគាត់បុរសម្នាក់កំពុងឈរនៅលើចិញ្ចើមផ្លូវខាងក្រោមគ្មានចលនាក្បាលរបស់គាត់ត្រូវបានផ្អៀងបន្តិចទៅម្ខាងហើយគាត់កំពុងសម្លឹងមើលដោយផ្ទាល់ទៅក្នុងបង្អួចដោយផ្ទាល់មកខ្ញុំកន្ត្រាក់ថយក្រោយយ៉ាងខ្លាំងខ្ញុំស្ទើរតែទម្លាក់កញ្ចក់របស់ខ្ញុំបិទអ្វីដែលបុរសនេះកំពុងធ្វើខ្ញុំបានស្រែក Thomas ដេកលក់ពាក់កណ្ដាលជំពប់ដួលចូលក្នុងផ្ទះបាយតើអ្នកកំពុងនិយាយអំពីអ្វីគាត់បានសួរនៅទីនោះរកមើលដោយខ្លួនឯងខ្ញុំបានទាញគាត់ឆ្ពោះទៅបង្អួចពេលដែលគាត់បានឃើញបុរសនោះគាត់បង្កប់តួលេខនេះខ្ពស់និងស្គមស្ទើរតែខុសពីធម្មជាតិដូច្នេះគាត់មិនបានផ្លាស់ប្ដូរតតែសោះគ្រាន់តែសម្លឹងមើលយើងទាំងពីរចាប់ផ្ដើមភ័យស្លន់ស្លោតោះហើយប៉ូលីស Thomas បាននិយាយប៉ុន្តែទីពីរយើងមើលទៅឆ្ងាយហើយត្រឡប់មកវិញម្ដងទៀតបុរសនោះបានទៅដូចនោះមិនមានដាន 2-3 នាទីក្រោយមកអ្នកបើកទ្វារបានបន្លឺឡើងបេះដូងខ្ញុំភ្លាមចាប់ផ្ដើមលោតខ្ញុំដើរយឺតឆ្ពោះទៅទ្វារហើយមើលទៅតាមរយៈប្រជាជនហើយបានឃើញថាខ្ញុំកំពុងសម្លឹងមើលឈាមពីរបើកភ្នែកធំទូលាយខ្ញុំជំពប់ជើងថយក្រោយ Thomas បានរត់មកហើយបានទូរស័ព្ទទៅប៉ូលីសភ្លាមប៉ុន្តែនៅពេលដែលមន្ត្រីបានមកដល់បុរសនោះបានបាត់ពួកគេបានច្រានវាចេញប្រហែលជាគ្រាន់តែជាបុរសស្រវឹងមន្ត្រីម្នាក់បាននិយាយថាវាកើតឡើងប៉ុន្តែខ្ញុំដឹងថានេះមិនមែនជាស្រវឹងទេនៅយប់បន្ទាប់ប្រហែលម៉ោង 2:00 ព្រឹកខ្ញុំបានមើលទៅក្រៅបង្អួចម្ដងទៀតបុរសនោះបានឈរនៅកន្លែងដដែលឥតខ្ចោះនៅតែសម្លឹង Thomas និងខ្ញុំទាំងពីរមានអារម្មណ៍ថាជើងរបស់យើងញ័របន្ទាប់មកអ្នកបើកទ្វារបានរត់ម្ដងទៀតពេលនេះវាមិនបញ្ឈប់ការរត់ខ្លាយជាថេបទេបន្ទាប់មកបានមកគោះទ្វារទាំងមូលដូចជាមានអ្វីមួយទះកំភ្លៀងវាពីខាងក្រៅចន្ទ Thomas បានស្រែកយើងរត់ចូលបន្ទប់ទឹកហើយចាក់សោតទ្វារខ្ញុំចាប់ដំបងវីកូនបាល់ចាស់ខណៈពេលដែល Thomas បានទូរស័ព្ទទៅប៉ូលីសបន្ទាប់មកស្ងាត់នៅពេលប៉ូលីសមកដល់បុរសនោះបានទៅជាថ្មីម្ដងទៀតគ្មានសញ្ញានៃការចូលដោយបង្ខំគ្រាន់តែស្នាមម្រាមដៃបង្ហូរឈាមពី3នៅលើចំណុចទីងទ្វារមន្ត្រីទាំងនោះហាក់ដូចជាមានការព្រួយបារម្ភកាន់តែខ្លាំងនៅពេលនេះប៉ុន្តែពួកគេនៅតែមិនអាចធ្វើអ្វីបានមិនមានភស្តុតាងណាមួយដែលបញ្ជាក់ថានរណាម្នាក់ចូលក្នុងផ្ទះល្វែងនោះទេពួកគេបាននិយាយនៅយប់ទី3យើងខ្លាចមិនហ៊ាននៅផ្ទះបន្ទាប់ពីងឹតយើងបានចំណាយពេលល្ងាចនៅភោជនីយដ្ឋានអាហាររហ័សហើយស្នាក់នៅទីនោះរហូតដល់ជិតពាក់កណ្ដាលអាធ្រាត្រពេលដើរត្រឡប់មកវិញយើងបានដើរតាមផ្លូវដែលមិនសូវល្អនោះហើយជាពេលដែលយើងឮសំឡេងនៅពីក្រោយយើងធ្ងន់យឺតយើងបានងាកហើយគាត់នៅទីនោះបុរសម្នាក់នៅពេលនេះគាត់គឺជិតស្និទ្ធហើយឥឡូវនេះយើងអាចមើលឃើញគាត់យ៉ាងច្បាស់គាត់មានកម្ពស់ជិត7 ហ្វីតជាមួយនឹងដៃវែងនិងជើងដែលមើលទៅលាតសន្ធឹងលើសពីអ្វីដែលអាចធ្វើទៅបានស្បែករបស់គាត់មានពណ៌ប្រភេទស្លេកទាញយ៉ាងតឹងលើឆ្អឹងរបស់គាត់មុខរបស់គាត់តូចចង្អៀតហើយលិចសក់ខាញ់ចំនួន30ខ្សែព័ទ្ធជុំវិញវាបបោមាត់របស់គាត់ជិតបាត់ហើយបង្ហាញស្នាមញឹមធំទូលាយពោពេញទៅដោយធ្មេញថ្នោតកោងស្បែកនៅលើកញ្ចឹងរបស់គាត់ត្រូវបានគេកោសនឹងរហែកដូចជាគាត់បានតោងវាម្ដងហើយម្ដងទៀតអ្វីដែលល្ងឹតត្រូវបានគេដាក់នៅក្រោមក្រចកដៃរបស់គាត់វាមើលទៅដូចជាឈាមស្ងួតហើយក្លិនដែលគាត់មានក្លិនដូចពុកផុយដូចជាការស្លាប់ដូចជាអ្វីដែលគ្មានមនុស្សណាម្នាក់គួរមានក្លិន Thomas បង្កប់បុរសនោះស្រាប់តែរំជួលចិត្តចាប់គាត់ហើយបោះគាត់ទៅដីបន្ទាប់មកគាត់បានផ្អៀងចុះរហូតដល់មុខរបស់គាត់គឺមានតែអ៊ីងពី Thomas នៅក្នុងខ្សឹបគួរឲ្យស្អប់ខ្ពើមសេះគាត់និយាយថាខ្ញុំឃ្លានដោយមិនគិតខ្ញុំបានរត់ទៅមុខហើយទាត់គាត់ចំមុខយ៉ាងខ្លាំងតាមដែលខ្ញុំអាចធ្វើបាន Thomas ច្របាច់ជើងរបស់គាត់បានហូរឈាមចេញពីដៃរបស់គាត់ប៉ុន្តែយើងបានរត់យ៉ាងណាក៏ដោយយើងបានទៅហាងក្បែរនោះហើយបានទូរស័ព្ទទៅប៉ូលីសលើកនេះពួកគេចាប់គាត់អ្វីដែលពួកគេបានរកឃើញក្រោយមកគឺគួរឲ្យរន្ធត់ណាស់បុរសនោះជាម្ចាស់ផ្ទះចាស់មួយនៅជីក្រុងនៅខាងក្នុងប៉ូលីសបានរកឃើញសាកសពមនុស្សបាត់ខ្លួន3នាក់នៅក្នុងបន្ទប់ក្រោមដីគឺជាអ្វីដែលអ្នកស៊ើបអង្កេតបានពិពណ៌នាថាជាបន្ទប់បរិភោគអាហារមានតុខ្វក់គ្រប់ដណ្ដប់ដោយបំណែកឆ្អឹងនិងបំណែកនៃសាច់ឆៅប៉ុន្តែផ្នែកអាក្រក់បំផុតគឺនៅលើរូបថតជញ្ជាំងរូបភាពខ្ញុំនិង Thomas ពួកគេរាប់សិបនាក់គាត់បានឃ្លាំមើលយើងអស់ជាច្រើនថ្ងៃប្រហែលជាសំបីតែប៉ុន្មានសប្តាហ៍ប៉ូលីសបានសម្ដៅទៅលើគាត់តែប៉ុណ្ណោះឃាតករនៃទីក្រុង Roseburg គាត់បានរត់គេចពីស្ថាប័នចិត្តសាស្ត្រប៉ុន្មានឆ្នាំមុនគ្មាននរណាម្នាក់ប្រកាសជាផ្លូវការថាគាត់ស្លាប់ទេ
គាត់បានបាត់ខ្លួនយ៉ាងសាមញ្ញហើយតាមមើលទៅគាត់កំពុងឃ្លាន